លោកយាយត្រូវគេបង្ខំឲ្យរត់ពន្ធគ្រឿងញៀននិងត្រូវបានកាត់ទោសប្រហារជីវិតដោយការបាញ់សម្លាប់នៅក្នុងខែឧសភាឆ្នាំ2012លោកយាយ Lin Sly ពេលនោះអាយុ56ឆ្នាំត្រូវបានប៉ូលីសឥណ្ឌូនេស៊ីចាប់ខ្លួននៅពលានយន្តហោះក្នុងកោះបាលីបន្ទាប់ពីធ្វើដំណើរមកពីប្រទេសថៃប៉ូលីសបានរកឃើញថ្នាំញៀនប្រភេទកូកាអ៊ីនទម្ងន់ប្រហែល4គីឡូលាក់ទុកក្នុងបាតវ៉ាលីរបស់គាត់លោកយាយ Lin Sly បានសារភាពថាខ្លួនពិតជាដឹកជញ្ជូនថ្នាំញៀននោះមែនប៉ុន្តែគាត់អះអាងថាគាត់ត្រូវបានគេបង្ខំនិងគំរាមដោយក្រុមម៉ាហ្វៀយ៉ាគ្រឿងញៀនក្រុមនោះបានគំរាមថានឹងសម្លាប់កូនប្រុសរបស់គាត់ប្រសិនបើគាត់មិនព្រមធ្វើតាមបញ្ជាគាត់ថែមទាំងបានសហការជាមួយប៉ូលីសដើម្បីជួយចាប់ខ្លួនសមាជិកក្រុមជួញដូរគ្រឿងញៀនផ្សេងទៀតផងដែរបីជាមានការអះអាងថាខ្លួនជាជនរងគ្រោះនៃការបង្ខិតបង្ខំនិងទោះបីជាព្រះរាជអាជ្ញាបានស្នើសុំទោសត្រឹមតែជាប់ពន្ធនាគារ15ឆ្នាំក៏ដោយប៉ុន្តែចៅក្រមបានសម្រេចចិត្តយ៉ាងធ្ងន់ធ្ងរលោកយាយត្រូវបានកាត់ទោសប្រហារជីវិតដោយការបាញ់សម្លាប់ចៅក្រមយល់ឃើញថាសកម្មភាពរបស់គាត់បានធ្វើឲ្យខូចខាតដល់ទេសចររបស់កោះបាលីនិងប៉ះពាល់ដល់យុវជនលោកយាយ Lin Sly បានជាប់ពន្ធនាគារនៅកោះបាលីអស់រយៈពេលជាង10ឆ្នាំមកហើយគាត់បានក្លាយជាលោកយាយដែលល្បីជាងគេក្នុងចំណោមអ្នកទោសដោយសារគាត់ចូលចិត្តដេកបាក់គាត់បានបង្រៀនអ្នកទោសផ្សេងទៀតឲ្យចេះបាក់រោមជាមដើម្បីលក់យកកម្រៃគាត់បានចំណាយពេលភាគច្រើននៅម្នាក់ឯងតែត្រឹមពេលនេះលោកយាយ Lin Sly នៅតែស្ថិតក្នុងបញ្ជីរងចាំការប្រហារជីវិតនៅឡើយទេ